ចឹងមុននឹងចូលដល់វីដេអូសូមចូលរួមរំលែកទុក្ខសោកស្ដាយទៅលើបុគ្គល LGBT ណាស្លាប់នៅជីវិតពិតយ៉ាងខូខើប្រៃផ្សាយអូខេដោយសារ Fasing មង្គលីនិយាយកំ pl ែងពីខ្លាញ់ពិតជាប្រៃផ្សាយមែនតើថាម៉េចឲ្យមិនដឹងមក shit suddenly seem like it hello ចឹងនេះគឺយើងនឹងនិយាយពីប្រធានបទ topic សំខាន់បំផុតនៅលើ Panday អូខេគឺខ្លាញ់ហើយមុនចូលវីដេអូចង់ប្រាប់សិនអូខេខ្ញុំមិនមែន homophobic ទេខ្ញុំមានមិត្តភក្តិស្បែកខ្មែរចឹងឥឡូវខ្ញុំសម្រាយរឿងឲ្យស្ដាប់សិនអូខេសង្ខេបឲ្យស្ដាប់សិនចឹងកាលពីព្រៃនាយនៅព្រៃហែមពៀនមានបុរសមួយក្រុមគាត់ធ្វើវីដេអូហើយវីដេអូចៃដន្យមានគាត់លេងសើចពីខ្លាញ់អីចឹងគាត់លេងសើចស្បែកគ្នាគាត់សុកវាលៀនយើងក៏ផុសមកពីក្នុងគុំព្រៃអូខេ The Fun Police ឃើញគេសើចស្បែកមែន Not on my watch អូខេ no ធ្វើម៉េចហៅក្តិតឆ្កឹះឲ្យឃើញបញ្ហាឲ្យបានហើយបុរសមួយក្រុមហ្នឹងដើម្បី save PR ក៏បានសុំទោស ChatGPT មកតំណោតហើយ you know understandable ដោយសារ sponsor ដោយសារអីអាហ្នឹងខ្ញុំយល់តែខ្ញុំគិតថាសុំទោសពួកហ្នឹងនៅអត់ទាន់គ្រាន់ទេអានេះបើសិនខ្ញុំណាខ្ញុំឲ្យពួកហ្នឹងទៅស្លាប់ខ្លួនហ្មងតែនេះគ្រាន់Tonight I wanna dive in all your feelings. Would you find everything under your skin? From shallow to deep. When hearing the sound resonates from another realm. My singing bird, remember when I ងផតទៅយូរឆ្នាំរៀមនៅតែចាំស្នេហ៍វិទ្យាល័យចាំរាល់នៅពេលសន្យាដែលអូនប្រាប់តែមិនប្រាថ្នាអ្នកថ្មីតែពេលនេះមិនគិតចិត្តស្រីផ្លាភ្លេចវាស្រ័យចាភ្លេចតែប្រាក្តីចឹងបើស្អីយើងមនុស្សធម្មតាយើងមើលវីដេអូហ្នឹងហើយប្រកាសជាអត់មានគិតអីច្រើនទេក្រៅពីអ្នកខ្លាចតែគេថាល្អសោចអ្នកខ្លះបើអត់ល្អសោចទេគាត់ scroll ធម្មតាអត់មានគិតអីច្រើនណាខុសពី Facebook អ្នកគេប្រាប់គាត់ឲ្យមើលថាគាត់រាល់ថ្ងៃពុកនៅប្រទេសគេខមមិនម្នាក់មួយមកអូខេ Justin Bieber ក៏ដល់ចាំខមមិនឲ្យគាត់ធ្វើវីដេអូចឹងថែម maybe គេថា funny but still ល្អសោចអូខេអ្នកផ្សេងទៀតអាចគិតថា funny ចឹង it's okay យើងមនុស្សផ្សេងខុសគ្នាអាចមានគំនិតខុសគ្នាបានចឹងយ៉ានិយាយទៅ Facebook ជាកន្លែងល្អបំផុតបើយើងគិតមើលមានអ្នកចង់ឲ្យប្រទេសយើងគេបាញ់តម្លាក់ក៏បែក F16 ទៅដោយសារខ្លាញ់និយាយទៅរឿងខ្លាញ់ហ្នឹងបើស្អីយើងមិនធម្មតាយើងឃើញហើយយើងមិនក៏គិតថា who care who gives a shit ស្បែកអ្នកខ្លះខ្ទេតែគេបាននៅក្នុងអ៊ីនធឺណិត24លេខ7ម៉ោងគេចាប់ស្មៃខ្លះគេងូតតិចគេនិយាយទៅមិនធម្មតាអានេះគេខ្វល់ឡើងតែមានបានអ្នកនៅក្នុងអ៊ីនធឺណិតដែលមិនធម្មតាដែលខ្វល់ខ្លាំងឈឺចាប់ជីវិតហើយយើងចូលហ្នឹងចេះសម្រាប់ខ្ញុំគិតថាកំ pl ែងយើងចង់កំ pl ែងវិញបានបើស្អីយើងគោលបំណងកំ pl ែងអត់ serious បើស្អីយើងឈប់លេងសើចពីអីមួយដោយសារអាចមានតែគេម្នាក់ប៉ះពាល់ដល់គេហ្នឹង second retarded អូខេដោយសារមនុស្សនៅ Panday មានរាប់ពាន់លានអ្នកអូខេក្នុងអ៊ីនធឺណិតមានរាប់ពាន់លានអ្នកកំ pl ែងមិនក៏ដោយក៏មានតែគេម្នាក់វាទៅឆ្កឹះឆ្កៀលហុកអីឲ្យទៅឈឺចាប់បានយើងអាចបញ្ចេញមតិថាថៃបានអត់ល្អសោចបើមិនចឹងជេរទៀតហើយបើយើងឈឺចាប់ខ្លាំងហ្មងអូខេស៊ីបាតចូលដេកលួចច្បាត់ចេញរហូតដល់ថ្នាក់ចង់ឲ្យ F16 ធ្លាក់ទៅក្បាលគេចង់ cancel គេចង់បិទមាត់គេ block អូខេពិភពលោកហ្នឹងមិនវិលជុំវិញខ្លួនទេបើស្អីយើងខ្លួនឯងក្នុងអ៊ីនធឺណិតសម្រាប់ចិត្តតែឈឺចាប់អីមួយយើងទៅបង្ខំឲ្យគេស្ងាត់អត់បានទេអូខេនិយាយទៅអាហ្នឹងដូច Tyler creator tweet នោះha ha ha how the fuck is cyberbullying real ha 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 just walk away from the screen like close your eye ha បើយើងឲ្យ Facebook មកធ្វើយើងឈឺចាប់បានថាហ្នឹងដើរចេញពី screen ណា bro ខ្ញុំមិនមែន fan ពាក្យជូតាមគ្នាអូខេប៉ុន្តែអានេះ perfect យកមក describe ហ្នឹងដោយសារមុនវីដេអូ Fasing ពាក្យកំ pl ែងហ្នឹងអត់មានតែគេខ្វល់រឿងខ្លាញ់ហ្នឹងឯងមានតែគេខ្វល់ទេប៉ុន្តែពេលវីដេអូ Fasing ហើយមានម្នាក់គាត់សម្រេចចិត្តថា offensive គាត់ឈឺបណ្ដងឈឺក្តិតខ្លាំងណាស់ហើយអ្នកផ្សេងឃើញហើយគាត់ offensive តាមហើយតាមតរហូតអាហ្នឹងអញ្ចឹងតែមុនហ្នឹងអត់មានតែគេខ្វល់ទេនិយាយតើមានម្នាក់ច្អល់ថាហ្នឹងវា offensive បាននងគ្នាតាមដើម្បីអ៊ីនធឺណិតព្រោះអញ្ចឹងគឺវាចេះ
បើសិនជាអត់ដឹងថាមនុស្សក្នុងអ៊ីនធឺណិតទៅថតទៅរែងនៅកម្រិតណានេះបើសិនជាយើងមនុស្សផុសឲ្យគេបៀតបៀនអាហ្នឹង it's okay ដោយសារមនុស្សផុសផ្សេងទៀតយើងតែស្គាល់ផងបៀតបៀនមនុស្សស្អីបើគេមលូបយើងអាហ្នឹងយើងត្រូវចាំថាមានមនុស្សផុសផ្សេងទៀតយកដែរស្គាល់ដែរពាក់ព័ន្ធមួយផងមលូបមនុស្សស្អីចឹងអាហ្នឹងអត់អីទេចឹង logic មហាសែនឆ្លាតចឹងមានអ្នក like ច្រើនទៀតហើយអ្នកនៅអ៊ីនធឺណិតខ្លះមួយចំនួនភាគច្រើនគិតថាផុសណាគេ like ច្រើនជាងគេ comment ណាគេ like ច្រើនជាងគេអ្នកហ្នឹងអ្នកឈ្នះអ្នកហ្នឹងអ្នកថៃហើយអាគ្រោះថ្នាក់ខ្លាំងមែនទេរបៀបតែ comment ហ្នឹងឡើង retard ដែរហើយមានអ្នកយល់ស្របអ្នក like ច្រើនខ្ញុំហ៊ានលាក់ចាក់លុយមិនចាក់ខ្ញុំជឿថាអ្នក like comment ទាំងអស់គ្មានណាអាន comment គាត់មួយទេណាគេប្រាប់គាត់ឲ្យមើលថាក្រៅពីមានប្រាប់ភេទដូចគ្នាមនុស្សផុសគឺសាច់ខុសគ្នាទាំងអស់ហើយចិត្តវិញ្ញាណខុសគ្នាខ្ញុំអត់គិតថាគាត់ដឹងទេមែន For me on this earth ចឹងថ្ងៃនេះគឺ W collab អូខេមិត្តភ័ក្ដិខ្ញុំគាត់ចង់មានមតិយ៉ាងជ្រាលជ្រៅយ៉ាងសំខាន់របស់គាត់ទៅលើ topic ហ្នឹងយើងស្ដាប់គាត់ទាំងអស់គ្នា បាទថ្ងៃនេះគឺខ្ញុំមកនិយាយអំពី topic មួយដែលមានមនុស្សជាច្រើនកំពុងតែឆ្ងល់ហើយវាកំពុងតែផ្ទុះយ៉ាងខ្លាំងនៅក្នុងអ៊ីនធឺណិតដែល topic នោះគឺស្មោចនិង Galaxy ឥឡូវយើងនិយាយពីស្មោចមុនស្មោចគឺជាសត្វល្អិតតូចមួយដែលរស់នៅលើផែនដីហើយវាមានប្រវែងត្រឹមតែប្រមាណមីលីម៉ែត្រតែប៉ុណ្ណោះទោះបីវាតូចក៏ដោយស្មោចវាមានរបៀបរស់នៅស្មុគស្មាញធ្វើការជាក្រុមហើយវាមានតួនាទីសំខាន់ក្នុងធម្មជាតិហើយសម្រាប់ស្មោចមនុស្សមើលទៅដូចជាយក្សព្រោះមនុស្សមានទំហំធំជាងវាច្រើនឥឡូវយើងនិយាយពី Galaxy វិញ Galaxy គឺជារចនាសម្ព័ន្ធដ៏ធំបំផុតមួយនៅក្នុងចក្រវាឡហើយវាមានផ្កាយភពអូស្មန်និងធូលីរាប់លានដល់រាប់ពាន់លានហើយផែនដីរបស់យើងស្ថិតនៅក្នុង Galaxy Milky Way ទំហំរបស់ Galaxy បានវាស់ដោយឆ្នាំពន្លឺដែលបង្ហាញថាវាធំយ៉ាងអស្ចារ្យ